សួស្តីប្រិយមិត្តទាំងអស់គ្នាបច្ចុប្បន្នមានការចែករំលែកយ៉ាងក្តៅគគុកលើបណ្ដាញសង្គមបរទេសពាក់ព័ន្ធនឹងស្ថានភាពរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ថ្មីនេះមានគណនីបណ្ដាញសង្គមមួយចំនួនបានអះអាងថារដ្ឋាភិបាលអ៊ីស្រាអែលកំពុងលាក់បាំងចំនួនអ្នករងគ្រោះពីការវាយប្រហារដោយមីស៊ីលហើយថែមទាំងបានលើកឡើងថាផ្កាយរណបទំនើបរបស់ចិនបានចាប់រូបភាពនិងតាមដានព្រឹត្តិការណ៍ទាំងនោះយ៉ាងច្បាស់តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការអះអាងនេះកន្លងមកយើងតែងតែឃើញមានការផ្សាយព័ត៌មានបែបសង្គ្រាមចិត្តសាស្ត្រនិងការបំផោងសភាពការពីគ្រប់ភាគីពាក់ព័ន្ធនៅលើបណ្ដាញសង្គមដូច្នេះតើព័ត៌មានទាំងនោះជាការពិតឬក៏ជាយុទ្ធសាស្ត្រឃោសនាព័ត៌មានសូមប្រិយមិត្តជួយបញ្ចេញមតិនិងពិចារណាទាំងអស់គ្នា